បាច់មានសួរបងប្អូនអតិថិជនអរគ្នាសម្រាប់ថ្ងៃនេះគឺខ្ញុំចង់អាប់ដេតទៅលើ Region Ford Ranger XL 2025សម្រាប់ XL 2025នេះគឺអតិថិជនគាត់បានធ្វើការ upgrade ទៅជា Ranger Raptor ហើយអ្វីដែលខ្ញុំចង់ update ទៅលើ Region XL មួយគ្រឿងនេះគឺទៅលើ accessory ដែលពួកយើងបានដំឡើងហើយផ្នែកខ្លះៗចំពោះគ្រឿងដែលដំឡើងហើយគឺមានចង្កៀងផ្នែកខាងមុខដែលជា brand របស់ក្រុមហ៊ុន Vilan ចំពោះប្រព័ន្ធដំណើរការភ្លើង daytime running light គឺដំណើរការដូចទៅលើសៀនចឹងបងប្អូនហើយចំពោះតួផ្នែកចំហៀងគឺអតិថិជនគាត់បានជ្រើសយក Scott TPU Motor Fan ហើយនៅផ្នែកខាងមុខបន្ថែមទៀតគឺអតិថិជនក៏បានជ្រើសយកប៉ាណាដែលមាន logo អក្សរ Porsche ហើយដែលមានបន្ថែមមកជាមួយនឹងភ្លើង LED ចំនួន3គ្រាប់ផងដែរហើយគ្រាប់ lens ខាងមុខនេះគឺជា lens របស់កាមេរ៉ា 360 បងប្អូនហើយ display ពួកយើងបានដំឡើងហើយបល្ល័ង្កដាក៏ពួកយើងបានដំឡើងហើយរួចរាល់ដែរហើយចំណែកដៃឃ្លោផ្នែកខាងមុខនិងផ្នែកខាងក្រោយក៏រួចរាល់ហើយផងដែរបងប្អូនហើយចំពោះផ្នែកចំហៀងទៅលើកញ្ចក់ក្តោបក៏ពួកយើងបានដំឡើងរួចរាល់ដែរជាមួយនឹង lens កាមេរ៉ា 360 ដែលជា lens របស់ក្រុមហ៊ុន Sony បងប្អូនហើយនៅផ្នែកខាងមុខបន្ថែមទៀតទៅលើគម្របម៉ាស៊ីននៅលើគម្របម៉ាស៊ីនគឺពួកយើងបន្ថែមជាមួយនឹងអេប៉ុងការពារកម្ដៅហើយនឹងប៊ុំស្បឺតមួយគូផងដែរហើយចំពោះផ្នែកខាងក្រោយវិញគឺពួកយើងបានដំឡើងរៀបរយជាមួយនឹង Plus Stop ដែលជា brand របស់ក្រុមហ៊ុន Vilan ដូចគ្នាដែលមាន logo Blind Spot ដូចគ្នាចឹងបងប្អូនហើយចំណែក logo Raptor គឺជា logo SIN របស់ Raptor តែម្ដងបងប្អូនហើយនៅលើ logo ផ្នែកខាងក្រោយកណ្ដាលគឺពួកយើងមានបន្ថែមជាមួយនឹង lens កាមេរ៉ា 360 ដូចគ្នាហើយចំពោះកាងផ្នែកខាងក្រោយក៏ដំឡើងរៀបរយហើយផងដែរបងប្អូនហើយចំពោះកាងនេះគឺជាកាង brand របស់ TWI បងប្អូនដែលមានបន្ថែមមកជាមួយនឹងភ្លើង LED ចំនួន2គ្រាប់ផងដែរហើយអ្វីដែលពិសេសនោះគឺមានបន្ថែមជាមួយនឹងស៊ីម៉ាំងភ្លោះផ្នែកខាងក្រោមតែម្ដងបងប្អូនគឺពិតជាលយមែនទែនចំពោះស៊ីម៉ាំងភ្លោះនេះគឺជា brand របស់ JTC បងប្អូនគឺជា brand ដែលពេញនិយមមែនទែននៅប្រទេសថៃ material របស់វាគឺ design មកគឺមានសាច់របៀបគ្រើមគឺមើលទៅស្អាតមែនទែនបងប្អូនហើយចំណែកផ្នែកខាងក្រោយលើទ្រុងគឺមានបន្ថែមជាមួយនឹង rubber ដៃទ្រុងក្រោយដែលជា brand របស់ TWI ដូចគ្នាដែរការ design គឺមានបន្ថែមមកជាមួយនឹងសំណាញ់ដៃដែលមើលទៅគឺពិតជាស្អាតមែនទែនបងប្អូនអញ្ចឹងសម្រាប់វីដេអូមួយនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនចឹងនៅពេលដែលដំណោះហើយខ្ញុំនឹងបង្ហាញជូនបងប្អូនសាច់ជាថ្មីម្ដងទៀតសូមអរគុណ